ជំរាបសួរ teacher ថ្ងៃនេះដែរគឺខ្ញុំមកបង្ហាញតាក់ទងទៅនឹងកូដរបស់ខ្ញុំនៅក្នុង spin 1 ហើយក៏សូមទោស teacher ចំពោះការ late ផងដែរដោយសារតែមានបញ្ហាតិចតួចចា៎ហើយតាក់ទងមួយបច្ចេកខ្ញុំដែរគឺពួកខ្ញុំមកពីក្រុមទី4ហើយបច្ចេករបស់ខ្ញុំតាក់ទងទៅនឹង restaurant management system ដែលនិយាយតាក់ទងទៅនឹងការmanage នៅ restaurant ចា៎ឥឡូវហ្នឹងដែរគឺយើងធ្វើការបើក terminal ដើម្បី run នៅ front end របស់យើងគឺយើងត្រូវចូលទៅ back end គឺយើងត្រូវចូលទៅ CD back end ហើយ run នៅ command PHP artisan serve ដើម្បីធ្វើការ run server របស់យើងហើយបន្តមកទៀតយើងចូលទៅកាន់ front end yes ដើម្បីធ្វើការបើកនៅ folder front end បន្តមកទៀតយើងចុចfile npm run dev ដើម្បីដំណើរការ front end របស់យើងអញ្ចឹងនៅក្នុងចំណុចហ្នឹងគឺខ្ញុំធ្វើការចូលទៅក្នុង link ដែលយើងមានហ្នឹងហើយចាំតិចនេះដែរគឺជា interface នៃproject របស់ពួកយើងនៃ system របស់ពួកយើងដែលយើងបានធ្វើហ្នឹងហើយនេះគឺជា dashboard ដែលវាមាន show ហើយនេះជា menu ដែលយើងធ្វើបានខ្លះអត់ទាន់បានច្រើនទេគ្រាន់តែយើងអាចបិទបើក status view ក៏ដូចជា filter status មើលអីចឹងទៅបញ្ជាក់ផងដែរនៅក្នុងចំណុចនេះអត់ទាន់ complete ទៅនឹង back end ទេហើយអូខេយើងអាចមាន category ដែលយើងអាច add បានដោយដាក់ឈ្មោះ category របស់យើងដូចជា drink ហើយ description សេក្បាលអក្បាលអញ្ចឹងយើង add ទៅយើងអាចឃើញcategory យើងមាន drink នៅខាងលើនោះហើយយើងចាប់ផ្ដើមបង្កើតនៅមុខម្ហូបមួយទៀតបើសិនជាយើងមានអញ្ចឹងណាយើងដាក់ Coca-Cola ហើយដាក់តម្លៃ set តម្លៃហើយនឹងដាក់ category វាជា drink តែនៅត្រង់ចំណុចហ្នឹងដែរគឺខ្ញុំអត់ complete ទេដោយសារតែយើងអត់មានរូបអត់មានអីចឹងទៅគ្រាន់តែបង្កើតទៅវាចាប់យកអារូបដើមហ្មងហើយនេះគឺតើតោះនឹង food អត់មានទេដោយសារយើងអត់ទាន់ដាក់ category អាម្ហូបចាស់ហ្នឹងទៅក្នុង food អញ្ចឹងបើសិនជាយើងចង់ឲ្យវាមាននៅក្នុង food យើងត្រូវ edit វាដាក់ category វា food yes and then this one also យើងដាក់វា food ទៅអូខេអញ្ចឹងនៅពេលយើងចុច food ទៅវាច្បាស់ជា show ម្ហូបពីរហ្នឹងហើយអូខេឥឡូវអស់ហើយយើងចូលទៅកាន់ staff យើងមានប៉ុណ្នេះយើងអាច search ឈ្មោះ staff ហើយអាចឃើញចំនួនអាច export អាចអីចឹងទៅហើយខ្ញុំមាន admin អាច delete also តែ not complete so ថងនេះគឺជា table ហ្នឹងមាន QR ប៉ុន្តែពួកខ្ញុំអត់ទាន់ complete ទេឆើអត់ទាន់ show QR ដោយសារយើងអត់ទាន់ភ្ជាប់ជាមួយនឹង back end តែក្នុងហ្នឹងបើសិនជាយើងភ្ជាប់ហើយយើងអាច print អាចអីបានតែមាន QR ហើយមានលេខតុកនៅក្នុងហ្នឹងណាឆើចាចឹងចូលទៅបន្តទៀតគឺ user តើតើនឹង user ដែលយើងចូលប្រើប្រាស់ដូចជា administrator ជា staff ជា chef ជាអីចឹងទៅគឺយើងមានការ manage ដែរ admin អាច manage បាន yes ហើយនេះគឺ sales reports និង setting តែ setting នេះអត់ទាន់ complete ទេហើយយើងមាន profile យើងអាច change photo ដាក់រូបភាពអីចឹងទៅតែដូចនិយាយចឹងគឺនៅ spin 1អត់ទាន់ complete 100% ទេទីឆោតដោយសារតែពួកខ្ញុំរៀងរករាក់ដែរអញ្ចឹងអូខេបន្តទៅទៀតយើងចូលទៅកាន់ Jira ថារបស់យើងអញ្ចឹងនៅក្នុងចំណុចនេះផងដែរគឺពួកខ្ញុំបាន complete sprint 1ហើយតែនៅពេលដែល complete ទៅវាចូលមកជាមួយនឹង sprint 2ដែរដោយ sprint 2ពួកខ្ញុំតំដាក់នៅក្នុង in progress ទេហើយ sprint 1នៅកន្លែងដាំហ្នឹងអញ្ចឹងយើងចូលទៅមើល backlog នេះជាថាដែលពួកខ្ញុំត្រូវធ្វើហើយចំពោះ spin 3គឺយើងអត់បានធ្វើអីទេយើងដាក់ទៅពេលក្រោយទៀតនិយាយទៅគឺការធ្វើហ្នឹងគឺពួកខ្ញុំចំណាយពេលច្រើនទៅលើ sprint 1ដោយសារតែមានការ error ហើយ mentor របស់ពួកខ្ញុំគឺគាត់ឲ្យពួកខ្ញុំធ្វើសារថ្មីដោយសារធ្វើអត់ត្រូវចា៎អូខេឥឡូវយើង check ទៅកាន់ code readme ដែលពួកខ្ញុំមានតែបើសិនជា teacher ចង់មើលឬមកក៏ចង់ check ជាមួយនឹងកិច្ចការក្រុមរបស់ពួកខ្ញុំ teacher អាចយកជា git ឬមកក៏ Jira របស់ពួកខ្ញុំបានអញ្ចឹងជាចុងក្រោយសូមអរគុណទៅកាន់ teacher សម្រាប់ការ
ជួបមកនៅការ report នៅ stream របស់ពួកខ្ញុំហើយក៏សូមអភ័យទោសផងដែរដោយសារតែមានបញ្ហាតិចតួចទាក់ទងនឹងការ error ចឹងទៅពួកខ្ញុំមិនមានអី show ឲ្យឆើទៅដោះស្រាយបានហើយចឹងទៅសង្ឃឹមថា teacher យកអរគុណច្រើន